នៅប្រានកាហ្វេឥឡូវគឺគេចែកនំឲ្យសាក់ free ហ្មងនិយាយទៅសាក់មួយណាក៏បានដែរមើលឡើងថ្នងហ្មងហើយម្ដុំរបស់គេធំដែរហ្នឹងក៏ហ្មងតែកាហ្វេមួយកែវមកសាក់នំតែមួយពីរមកនិយាយទៅពីរហ្នឹងញ៉ាំចូលគ្នាហ្មងឆ្ងាញ់ញ៉ាំបដាអង្គុយមើលទេសភាពបដានិយាយទៅបរិយាកាសអែមហ្មងសម្រាប់ទីតាំងវិញគឺអត់មានណាឆ្ងាយទេគឺនៅប្រានកាហ្វេសាខាកប៉ោតហ្នឹងឯងសាខានៅកប៉ោតនេះនិយាយទៅមកឡើង fresh ហ្មងមានទាំងកន្លែងអង្គុយខាងក្នុងមកខាងក្រៅនៅខាងក្នុងវិញកន្លែងក៏ធំទលាទៀតនិយាយទៅមានឡើងពីរជាន់បើកន្លែងអង្គុយវិញក៏ធំទលាទៀតហាងប្រានកាហ្វេនៅសាខាផ្សេងហ្នឹងគឺទៅឡើងសួរមេឥឡូវមកសាក់ប្រានកាហ្វេនៅសាខាកប៉ោតម្ដងងើបផឹកឡើងមកផឹកកាហ្វេបដាញ៉ាំនំបដាហើយមើលទេសភាពបដាទៀតនិយាយទៅឡើង fresh ហ្មងហើយឥឡូវហ្នឹងខាងគាត់គឺមានជា event ទៀតគឺគាត់ចែកនំមកសាក់ free អញ្ចឹងគឺមានតែនំ pastry ជាមួយនឹងនំ cake និយាយទៅពីរហ្នឹងគឺគាត់ចែកឲ្យសាក់ free ហ្មងមួយទៀតសូមបញ្ជាក់សម្រាប់ចែកនំឲ្យសាក់ free ហ្នឹងគឺមានតែនៅសាខាកប៉ោតទេគឺមានចាប់ពីថ្ងៃហ្នឹងរហូតដល់ថ្ងៃទី30 ខែ 9 ហ្នឹងហ្មងគឺគាត់មានចែកតាមម៉ោងដែរបើផឹកឡើងគឺមានចាប់ពីម៉ោង 9 ដល់ម៉ោង 10 បើងាកឡើងវិញគឺមានចាប់ពីម៉ោង 4 ដល់ម៉ោង 5ចែកនំឲ្យសាក់ free មែនប៉ុន្តែនំនៅខាងគាត់ហ្នឹងគឺនៅក្រៅក្តៅដែរអញ្ចឹងអ្នកដែលគាត់អាសាញ៉ាំនំនៅប្រាណប្រហែលជាដឹងថានំនៅខាងគាត់ហ្នឹងគឺដុតថ្មីមករាល់ថ្ងៃហ្មងដល់ពេលយើងញ៉ាំទៅក្រៅក្តៅឆ្ងាញ់អញ្ចឹងមិនតែប៉ុណ្្នឹងណាសូម្បីតែនំដែលគាត់ចែកយើងសាក់ free ហ្នឹងក៏នំហ្នឹងគឺគាត់ដុតមកថ្មីដែរនិយាយទៅញ៉ាំនំក្តៅៗហើយផឹកកាហ្វេជាក់ៗទៅនិយាយទៅពីរហ្នឹងចូលជាតិគ្នាហ្មងឆ្ងាញ់ញ៉ាំបដាផឹកបដាហើយបូកផ្សំជាមួយនឹងបរិយាកាសនៅកប៉ោនេះទៀតនិយាយទៅរសជាតិកាន់តែអែមជាងនឹងទៀត